តែងតែខិតខំវិរកប្រធានបទផ្លែកលើកយកមកគោរពជូនជារៀងរាល់សប្តាហ៍ជាក់ស្ដែងក្នុងពេលនេះសូមអញ្ជើញជួបជាមួយនឹងក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរបើតាមឯកសារស្រាវជ្រាវស្ដីពីប្រដាល់ក្បាច់បុរាណខ្មែរបានឲ្យដឹងថាមុនចូលប្រកួតកីឡាករឡើងទៅលើសង្វៀនអោនសំពះប្រកបដោយអារម្មណ៍ស្មឹងស្មាតរួចចាប់ផ្ដើមបញ្ចេញក្បាច់ដែលគេហៅថាថ្វាយបង្គំគ្រូដោយមានភ្លេងស្គរឈ្នះកំដរនៅបទយោននៅពេលនោះកីឡាករប្រមូលអារម្មណ៍គិតទៅដល់បណ្ដាំគ្រូដែលបានណែនាំពីស្នៀតឬបទពិសោធន៍កន្លងមកដែលនាំឆ្ពោះទៅរកជោគជ័យពិសេសក៏ជាការកម្ដៅសាច់ដុំឲ្យបានស្រួលមុននឹងដល់នាទីប្រកួតឆ្លៀតយកឱកាសនេះយើងសូមរំលឹកពីវត្ថុស័ក្តិសិទ្ធិដែលទាក់ទងដោយចំពោះទៅនឹងការថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរនោះគឺក្លុកដែកជះដែលជាគ្រឿងការពារខ្លួនម្យ៉ាងបែបដូចគ្នានឹងកន្សែងយ័ន្តដែរបើតាមឯកសារព្រះរាជពិធីទ្វារទសមាសបោះពុម្ពផ្សាយក្នុងពុទ្ធសករាជ2494ត្រូវនឹងគ្រិស្តសករាជ1951បានឲ្យដឹងថារបៀបធ្វើក្លុកនៃជះគឺគេយកអំបោះឆៅឲ្យបានមួយសំណុំប្រមាណប៉ុនម្រាមដៃប្រវែងល្មមប្រហក់ក្បាលបានដោយយកខ្សែអំបោះមករុំបង្ហូតពីម្ខាងទៅដល់ចុងម្ខាងហើយរួបចុងទាំងពីរចងភ្ជាប់ជាមួយគ្នារួចគេយកសម្ពុតសមកព័ទ្ធពីខាងមុខនិងដេកចាក់ស្រេះភ្ជាប់ទៅនឹងអំបោះក្លុកយ៉ាងនេះហៅថាក្លុកដែកជះប្រែថាអំបោះដ៏មានឫទ្ធិដែកជះឯកសារនៅបានបញ្ជាក់យ៉ាងច្បាស់ថាក្លុកដែកជះគេសម្រាប់ប្រហក់ពាក់នៅក្បាលដែលស៊ីទៅនឹងសេចក្តីពន្យល់ក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតគឺក្លុកមាននិយមន័យថាអំបោះមង្គលមានពីរយ៉ាងគឺម្យ៉ាងសម្រាប់សៀតត្រចៀកម្យ៉ាងទៀតសម្រាប់ប្រហកក្បាលហៅថាអំបោះក្លុកជំនឿលើវត្ថុស័ក្តិសិទ្ធិក្លុកដែកជះរបស់បុព្វបុរសខ្មែរយើងត្រូវបានចម្លងយកគំរូតាមស្រដៀងគ្នាដោយកីឡាករប្រដាល់នៃប្រទេសជិតខាងមានដរាបដល់សពថ្ងៃនេះតែមុននឹងឈានដល់ទស្សនីយភាពក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរយើងខ្ញុំទាំងអស់គ្នាសូមពេលអនុញ្ញាតសម្រាប់នេះផ្លេសិនជាមួយប្រធានបទក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរវាគ្មានកិត្តិយសរបស់យើងមួយរូបនឹងឡើងមកជម្រាបជូនដោយផ្ដើមពីជីវប្រវត្តិផ្ទាល់ខ្លួននិងចំណង់ចំណូលចិត្តដែលដិតជាប់ទៅនឹងកីឡាប្រដាល់ក្បាច់បុរាណខ្មែរតើវាគ្មានកិត្តិយសរូបនោះជានរណាយើងជឿជាក់ថាប្រិមិត្តដែលស្នេហាកីឡាប្រដាល់ក្បាច់បុរាណខ្មែរប្រកាសជាធ្លាប់ស្គាល់ច្បាស់រួចមកហើយដូច្នេះសូមគោរពអញ្ជើញតាមដានទស្សនាទាំងអស់គ្នាដូចតទៅជម្រាបសួរលោកស្រីប្រិមិត្តទីគោរពខ្ញុំបាទឈ្មោះជ្រឿងសុសសាយឆ្នាំកំណើតខ្ញុំបាទកើតនៅខេត្តបាត់ដំបងគឺថ្ងៃទី1ខែ1ឆ្នាំ1946ដែលខ្ញុំបាទមានចំណាប់អារម្មណ៍ចំណូលចូលចិត្តតាំងពីក្មេងតាំងពីនៅកុមារនោះដែលខ្ញុំនៅសិក្សានៅសាលាបឋមសិក្សាខេត្តបាត់ដំបងគឺខ្ញុំនៅសិក្សានៅឡើយតែពួកម៉ាក់ខ្ញុំជាកីឡាករដើរនៅរៀនជុំគ្នាហើយខ្ញុំក៏បបួលខ្ញុំនឹងចូលហាត់ជុំគ្នាខ្ញុំកាលពីដើមខ្ញុំមិនចង់ដើរទេព្រោះថាឃើញគេបដាល់ទៅខ្លាចឈឺហើយដល់ឃើញពួកម៉ាក់នឹងហាត់ទៅគេមិនល្អជាងខ្ញុំផងតែគេវាយឈ្នះគេវាយល្អហើយខ្ញុំហាត់ល្អជាងតែខ្ញុំមិនហ៊ានវាយគេថាគេចាពួកម៉ាក់ខ្ញុំចេះថាឲ្យតែទីបញ្ចប់ខ្ញុំក៏ដាច់ចិត្តថាឡើងប្រកួតវាយចំពួកម៉ាក់ឯងទៀតគឺប្រកួតជាមួយកីឡាករសាំងសវឿតជាកីឡាករជើងចាស់កាលដែលខ្ញុំចូលប្រកួត
จับโจประกวดจมูกกลากรสังสวินคือขนมช้ำมาป้อนผมบุญ160 บาทคือประกวดบ้านมาดองคือสมาเนี่ยดอโลกมาให้เจอขนมมือคายปีมือคายกับลักกระดาษที่ยมชุบประกวดจมูกสังสวินมาดองที่เราเดินจะกระดาษคายกระดักคายหรือเงียบแต่เจี๊ยคลั่งยมประกวดจมูกสังสวินแต่สังสวินใจยมในขนมตึกตีปีแต่ยมไหวใบยมเวียนมาไกลใบตื้อบานพวกหมายยมคือคำยมทาไหวแต่ละโมดบานให้กับมาไหวไกลให้ได้กับไหวไกลแต่ยมไกลยมหล่อยมมันได้บัดเจ้าเลยเพราะไกลยมแต่พลอดยมไหวได้เลยให้ยมไหวใบตื้อยมก็เฉลี่ยตั้งไปน้ำมันยมไหวบุญบานบุญประกวดยมกับลางเมาจะกูไอ้ตัดตึงไว้เขาเองโทษดาวประกวดจะมวยในโลกแกลากอชนะหรือแกลากอเชี่ยแสะนักขายเสียมเรียบทางชามาป้อนมวย160 มวยยมโจรไว้ประกวดวิเชียแสะตีเป็นจ็อบยมกับประกวดจะมวยแกลากอจึงครั้งชนะที่ได้ในครั้งในเรื่องนี้พนมเปญเยอะนึงโทษดาวแกลากอไทยvà thằng Sam một con bùa rồi chất sập bay trong cả châuประกวดchâuตลกแม่นเต้นทางวิสัยกีฬาประดาเบอร์ตามเชียรอบเชียกาประกวดระบบยามบาทนั่นแต่เชียด้วยมันเตะเจียบบุญร้อยเลิกเตะได้ยมโchâuประกวดยมโchâuตลกทางวิสัยกีฬาประดากระบะโบราณขมายเยอะนี้ทางSam một con 160ยมประกวดบานจำนวน5เลิกยมกลางเชียกีฬากรโchâuชนะเชียกีฬากรกูไอต่อชนะป้อน160ดอกป้อน160 ปีขยมบานประกวดจมูกกะลากอเชิงจ่าจำนวนจะจานเลิกมาให้ได้ขยมรับเต้ากับให้จะโจจะ30 เลิก30 เลิกต่อมาเทียบไปให้มาป้อน160 ใบยมสมระ7 มือชนำได้โจทัวโยเทียนและขายโปซัดเกิดกองโยนโปรแกรมรับผู้เหมือนในขายโปซัดยมเธอเจอการนั้นกับให้ตารึกร้อยยมตระหัดเวิร์นในขายโปซัดจำนวนประบุยขายจากยมเตยสมระมุชนำอัดบานโจประกวดเตะเจนพิกาในวักหัดจิโยเทียหายมาดอกพนมเปญก็ยมบานโจมาวักหัดแต่ลาปดานในทางลูกครูเมียจอนทางก็เรียกหัดได้ยมก็โจหัดจมูกกวาดกาลบยมกับบานหัดให้ยมไว้ดอกตีริชนิพนมเปญไว้ในเดริชนิพนมเปญตั้งชนะมาป้อน160โจงขนมหมกปอน160ขยมก็มีบ่สำเร็จอย่างคลั่งในขนมสตาร์โอลิมปิกคือยังประกวดจมูกเนี่ยคลั่งจานโดยเฉลี่ยลงบวชไอ้ยังคือถ้ากะลากอได้ขยมได้ไว้คือถ้าตัวเซ็งชนการนั้นคือถ้าสาวติดไว้จะเรียกขนาดประจำสาวติดโดยยังในปบยอนได้คือถ้ามนุษย์มือชราขนาดลิชโมยมบาทจังคือความโตชราขนมหมกปอน170 ใบโลด75ขยมโลในชนะปอมบริจาคไว้นี้ขยมการประกวดบอกขยมคือบานประกวดประโจประลกจมูกกะลากอไทยคือจบเลยเยอะเตะไทยเยอะ7 ปีชนะคือประกวดจบโลตบานเปลี่ยนรางวัลไทยบุ้ยนักขายสรินแต่ขยมประกวดบานคือบานเปลี่ยนรางวัลมุ้ยเปลี่ยนรางวัลนั้นกำไรกระดับแดงคือพนอเจตประมาจำนวน50,000 บาท50,000 บาทการนั้นขยมกรมนั่งถ่ายภาพตามตึกลอยปีดามทลายนะปีน้องเมาให้ขยมบ้านจนบางขยมบ้านได้ทำลายครัวนะบ้าน5,000 บาทแต่50,000 บาทนั้นคือทางคือนักน้อมนั้นคือโยต่อให้ขยมบ้านตะปีระวันให้เลย5,000 บาทมาวิ่งนั่งขยมเป็นเกิดโยได้ด่านขมายยังคือถ้าบ้านตะตัวนักขายสรินแต่ขยมบ้านตะตัวในเปลี่ยนระวันวิ่งดอลอ๋อแต่สมัยนั้นขยมบ้านยมอบเดียแต่ขณะเด็กสมัยโจสมัยจัดตรามนี้ได้บัดบองออกดอยซาสมัยสังเกตสมัยปลายปุษานั้นก็ขยมบาทธรรมดาประมาณไทยซาบ้านเด็กดอลโปรสมัยนั้นเชื่อสมัยได้เกียงโกเอาใจปีภูมิศกเต่าเอาหายขยมก็ประมาณย่อยวันได้สบายแต่รูปทอดระบบขยมใจกษาก็บัดเอาได้แต่รูปทอดเปะกระรองการูปทอดแต่ตัวไม่ได้แต่ตัวบาดเปลี่ยนของวันก็ขยมประมาณได้นี่เชื่อและขณะได้ขยมกู้เศร้าสลายมันเต้นได้ซาขยมผมบานไทยซาบานละอเฉลี่ยโยกเอาการนี้สมบังวายอารมณ์ประยุทธ์แต่ชุบนังแต่เสนยเพียบกบัดท้ายบังกุมครูประดาลขบัดโบราณขมายได้รีบจ้อมดอยสะปอนกีฬาประดาลก้อมปิชีกีฬากอทนสุเพียสมบังหานจุนกบัดรมลักกลครู
លោកទ្រឿងសរសៃដែលអ្នកនិយមគាំទ្រឬលោកខ្លះបាននិយាយកំ pl ៃលេងថាឈ្មោះលោកសំតែជាកូនកាត់បីសាសគឺទ្រឿងវៀតណាមសុសចាមនិងសាយខ្មែរជាកីឡាករប្រដាល់ក្បាច់បុរាណខ្មែរជាប់ជាតួឯកតាំងពីសម័យទសវត្សរ៍ឆ្នាំ1960មកម្លេះប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់បុរាណខ្មែរពិតជាចង់ដឹងពីការប្រព្រឹត្តទៅនៃអតីតកាលរបស់កីឡាករទ្រឿងសរសៃពុំលែងឡើយកាលលេងសម័យប៉ុលពតហ្នឹងខ្ញុំក៏សូមជម្រាបជូនផងដែរថាសម័យហ្នឹងជូនបងប្អូនប្រុសស្រីឬដើមបានជ្រាបហើយថាសម័យនោះជាសម័យផ្ដាច់ការណាដែលគេជិះខ្ញុំបាទទៅតំបន់5តំបន់5គឺនៅខេត្តនៅខេត្តបន្ទាយមានជ័យយើងហ្នឹងគេហៅសុកសេរីសុភ័ណ្ឌខ្ញុំនៅខេត្តហ្នឹងតែគេឲ្យមិនឲ្យធ្វើអីទេគឺគេជិះទៅគេឲ្យខ្ញុំបាទអ្នកគេជ្រើសរើសគេដាក់មីក្រូបកោប្រកាសថាជ្រើសរើសរោគអ្នកបើកបរឡានអញ្ចឹងខ្ញុំចេះបើកបរឡានខ្ញុំក៏ស្ដាក់ឈ្មោះចូលបើកបរឡានខ្ញុំក៏បើកបរឡានទៅបានចូលបើកបរឡានក៏បានទទួលម្ហូបអាហារបានជាបបរខាប់ពុំបានបបររាវដូចគេទេព្រោះថាអ្នកដឹកឡានគេឲ្យយើងបានបបរអីម្ហូបហើយក៏លើគេបន្តិចប៉ុណ្្នឹងឯងតែជាក៏នៅតែជារបបដែរហើយដល់ខ្ញុំបន្ទាប់ពីបើកឡានហើយគឺយោធាគាត់ប្រើគឺថាលទ្ធិគាត់ផ្ដាច់ការគាត់ថាធ្វើអ្វីធ្វើជាក់ស្ដែងថាកាលមួយថ្ងៃនោះខ្ញុំទៅសាលាកំពង់ព្រះហើយខ្ញុំបើកឡានកាត់ផ្លូវតទឹងចូលផ្លូវស្វៀនតូចមួយក៏ខ្ញុំថាចូលមិនបានទេថាមិត្តបងខ្ញុំចូលតើបានទេខ្ញុំគាត់ថាចូលតើស្វៀននឹងដឹងតែបាក់ហើយបាក់កាត់តទឹងផ្លូវព្រោះកាលហ្នឹងខាងរណសេខាងគេរំដោះគេហ្នឹងគេតឹងតែងណាខ្លាំងណាស់គេដឹកពីប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញហ្នឹងតាមរថទូរថភ្លើងផងហើយត្រូវការបកាត់ភ្លើងទៀតហើយខ្ញុំបាទក៏បើកឡានក៏ថាធ្វើអ្វីមិត្តឯងមិនទៅមិត្តឯងមិនឃើញជាក់ស្ដែងអត់ត្រូវធ្វើអ្វីគឺត្រូវធ្វើឃើញជាក់ស្ដែងបើចឹងខ្ញុំក៏ធ្វើតាមបទបញ្ជាបើថាឯងមិនធ្វើគឺឯងបទប្រឆាំងបើចឹងខ្ញុំបាទក៏ធ្វើតាមបញ្ជាក៏ឡានហ្នឹងក៏ធ្លាក់មែនធ្លាក់កាត់តឹងថ្នល់បាក់ស្ពាននឹងកាត់តឹងថ្នល់ហើយគណៈតំបន់ហូវ៉ាគាត់ខាងដូចថាអ្នកឃាតករខ្លាំងគាត់ចុះពីឡានស៊ីបហ្នឹងពេលហ្នឹងគាត់មកដល់ល្មមដែលដឹកវិជាពលរដ្ឋយើងខ្មែរយើងមកពីរាជធានីភ្នំពេញហ្នឹងក៏ចាប់ខ្ញុំចងដៃចងជើងនៅវេលាម៉ោងថ្ងៃកំពុងបណ្ដាកូនម៉ោង1ប្រហែលជាជិតកន្លះបណ្ដាខ្ញុំទៅទួលអរៈបកកទៅដល់ទួលអរៈបកកខ្ញុំស្មានតែជីវិតខ្ញុំត្រូវអស់កន្លែងនោះហើយព្រោះកន្លែងហ្នឹងគឺរបស់តឡំកន្លែងពិឃាតហ្មងក៏ទេវតាប្រហែលជាលោកជួយដែរគាត់ថាមិនយកទៅហ្នឹងគាត់យកទៅដាក់ពិនិត្យព្រះឲ្យសម្រាប់នៅបានមួយយប់ទីបញ្ចប់ខ្ញុំក៏ព្រលឹមឡើងក៏បានរួចខ្លួនមកវិញគេស្គាល់ខ្ញុំថាជាកីឡាករបដាល់គឺអ្នកដែលស្គាល់ខ្ញុំគឺជាអ្នកដែលយោធាដែលនៅជាមួយនឹងអ្នកធំនឹងតែម្ដងគាត់ស្គាល់គឺในគណៈតំបន់ឈ្មោះហឹងហ្នឹងគាត់គណៈឈ្មោះគណៈតំបន់ហឹងហើយដែលអ្នកដែលទទួលស្គាល់ហ្នឹងគឺថាគាត់ជាយោធាជួយការពារដោយថាអង្គរៈអញ្ចឹងណាដែលគាត់ស្គាល់គាត់ថាគាត់ឈ្មោះគ្រឿងសរសៃគាត់ជាអ្នកបដាល់ហើយគាត់អត់ស្គាល់ថាបដាល់របៀបមិនផងទេបើគាត់សួរថាមិនគាត់ដាល់អញ្ចឹងដាល់គេសពគ្រប់បែបយ៉ាងវិញកើតថាមែនគាត់ជាកីឡាម្ល៉េះសម័យនោះពីសម័យមិនដែលមានកីឡាអញ្ចឹងគាត់ឆ្ងល់គាត់ថាចៅថាកីឡាបដាល់ចិត្តបដាល់អញ្ចឹងកើតដល់ប្រាប់ថាជាជាកីឡាទេបើអញ្ចឹងគាត់ក៏ប្រឡែងមកវិញហើយខ្ញុំក៏បានរួចខ្លួនក៏ចង់តែមកក្នុងរយៈពេលមួយយប់នោះគឺជើងខ្ញុំហើមប៉ុនក៏ផ្លូវដែរហើយវាស្លាក់ខ្យល់គឺអត់តាន់ស្រាយចេញទេគឺថាអត់ខ្ញុំស្មានតែមិនបានជីវិតរស់រហូតដល់ឃើញ
សម័យដល់រងរឿងដល់ឥឡូវនេះទេដល់ភ្លឺចាស់ចង់ដល់សពថ្ងៃនេះខ្ញុំតែបាននិយាយទៅដូចសឹងថាសឹងសក់ទឹកភ្នែកដែលខ្ញុំវេទនាហើយម្ល៉េះហើយគឺថាខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់ថាកុំភ្លេចនៅថ្ងៃដែលគេធ្វើបាបយើងនៅថ្ងៃពលពតដែលធ្វើបាបយើងខ្លាំងណាស់គឺថាថ្ងៃហ្នឹងគឺថ្ងៃគួរឲ្យកត់សម្គាល់មិនអាចបំភ្លេចបានទេប្រត់ប្រាស់អស់ហើយម្ដាយខ្ញុំក៏ស្លាប់នៅក្នុងព្រកនៅក្នុងវាស្រែគាត់ឈឺគេប្រើទៅទាំងជួរស្រែនឹងឈឺហើយគាត់ស្លាប់នៅកណ្ដាលវាស្រែគួរអនាធមទីបំផុតខ្ញុំរកចឹងគាត់អត់ឃើញទៀតគួរឲ្យចុកឈាមជាបន្តសូមអញ្ជើញទស្សនាកំសាន្តក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរគឺក្បាច់គ្រុឌឆក់នៀកបញ្ចេញសមត្ថភាពដោយកីឡាករនួនភិរមជ័យជំនះ7មករា1979តើជីវិតរបស់លោកទ្រឿងសរសៃបត់បែនយ៉ាងដូចម្ដេចខ្លះសូមជួបនឹងប្រសាសន៍ផ្ទាល់របស់លោកជាបន្តតមកទៀតគឺថាខ្ញុំរហូតដល់ចប់ថ្ងៃរំដោះថ្ងៃដែលថ្ងៃ7មករាដែលរំដោះបានមកវិញខ្ញុំក៏បានចេញពីនោះមកចូលមកខេត្តបន្ទាយមានជ័យនៅសម្រាប់បានមួយយប់ហើយខ្ញុំបានមកដល់ខេត្តបាត់ដំបងខេត្តបាត់ដំបងខ្ញុំនៅឆ្នាំ1983ខ្ញុំក៏បានធ្វើជាគ្រូបង្ហាត់កីឡាប្រដាល់ដែលខ្ញុំជាមានលក្ខណៈជាបច្ចេកទេសខាងប្រដាល់ស្រាប់នោះក៏ខ្ញុំក៏ធ្វើជាកីឡាហេតុនិស្ស័យកីឡាប្រដាល់គឺខ្ញុំស្រឡាញ់រហូតគឺថាខ្ញុំបានចូលមកធ្វើជាគ្រូប្រដាល់នៅក្នុងខេត្តបាត់ដំបងនៅក្នុងសមាគមគមនាគមន៍ខេត្តបាត់ដំបងតែម្ដងគឺខ្ញុំបើកឡានផងធ្វើគ្រូប្រដាល់ផងហើយក្នុងឆ្នាំ1986តមកទៀតខ្ញុំក៏បានទៅរស់បកទៅវិញទៅខេត្តបន្ទាយមានជ័យទៅនៅខេត្តបន្ទាយមានជ័យខ្ញុំក៏ធ្វើគ្រូប្រដាល់នៅខេត្តបន្ទាយមានជ័យម្ដងទៀតគឺធ្វើជាមួយនឹងលោកឌីសិតឈ្មោះក្លឹបខ្ញុំបាទគឺសវណ្ណគិរីតែនឹងប្រកួតជាមួយតែថៃទេអត់មានបានប្រកួតជាមួយខ្មែរទេគឺដឹកតែខ្មែរយើងទៅវាយជាមួយថៃប្រកួតជាមួយថៃម្ល៉េះហើយខ្ញុំមិនសូវដែរបានប្រកួតជាមួយខ្មែរទេនៅចុងទីដែនដល់ឆ្នាំ1993ខ្ញុំបាទវិលត្រឡប់មកភ្នំពេញ
គេពួកម៉ាក់មិត្តភក្តិខ្ញុំគេនឹកឃើញតែខ្ញុំនៅរស់ហើយខ្ញុំបានធ្វើជាគ្រូបណ្ដាលនៅខេត្តបាត់ដំបងអីចឹងគេតាមមកឲ្យខ្ញុំមកភ្នំពេញដើម្បីទៅរៀបចំធ្វើជាគណៈកម្មការនៅក្នុងសហព័ន្ធកីឡាបណ្ដាលយើងនឹងនៅរាជធានីភ្នំពេញនឹងតែម្ដងហើយខ្ញុំក៏នឹកឃើញថាហេតុតែនិស័យខ្ញុំជាអ្នកបណ្ដាលហើយតាំងពីតូចមកដឹងតែពីបណ្ដាលអត់ចេះរកស៊ីអីទេដើរតែដាល់រហូតទល់គ្នាទៅសម័យតពលពតចូលមករហូតដល់សម័យនេះគឺថាសម័យបច្ចុប្បន្ននេះគឺនៅតែគ្រូទៅទៀតមកហើយគេរលបងរបររបស់ខ្ញុំបាទនេះគឺថាគិតតែពីរឿងដាល់តែម្ដងកីឡាតែម្ដង1993នេះគឺអាយដាមសៅសខាមេវិជាការកងរាជវហ័តលើប្រទេសដែលគាត់ស្នេហាវិស័យកីឡាបដាល់គាត់ក៏បានស្រាវជ្រាវរកគ្រូដែលជើងចាស់ហើយខ្លាំងដែលមានកិត្តិស័ព្ទកិត្តិនាមល្អគាត់ក៏ជ្រើសរើសក៏វិទ្យាខ្ញុំស្គាល់ក៏ហៅខ្ញុំបាទឲ្យទៅជួបហើយក៏ស្គាល់នៅលោកមេវិជាការគាត់ក៏មានការតំណាក់តំណងល្អគាត់មានការពាក់ព័ន្ធការល្អណាស់នឹងវិស័យកីឡាបដាល់គឺគាត់ស្រឡាញ់កីឡាប៉ុណ្ណាគឺគាត់បានពង្រឹងវិស័យកីឡាបដាល់បានរហូតដល់បានទទួលលទ្ធផលល្អលើគេមកក្រោយគេតែទីបញ្ចប់ខាងកងយុទ្ធដែលកងរាជអាហារលើផ្ទៃប្រទេសហ្នឹងគឺថាបានពានរង្វាន់គឺច្រើនជាងគេខ្សែក្រវ៉ាត់ក៏បានច្រើនពានរង្វាន់ក៏បានច្រើនមេដាយក៏បានច្រើនហើយទៅបរទេសក៏បានច្រើនជាងគេគឺថានេះក៏បានគុណអាយដាមសៅសខាដែលគាត់បានផ្ចង់ផ្ដើមខ្ញុំបាទដល់សពថ្ងៃនេះដែរគឺក៏បានអាយដាមគាត់ជួយទេខ្ញុំក៏បានដល់រហូតដល់ថ្ងៃនេះដែរហើយខ្ញុំសូមថ្លែងអំណរគុណដល់អាយដាមសៅសខាដែលបានជួយទំនុកបំរុងខ្ញុំដែលឲ្យខ្ញុំបាទមានគេឈ្មោះកិត្តិយសដល់ឡើងសពថ្ងៃនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់ខ្លាំងណាស់សូមសិទ្ធិពោដល់អាយដាមព្រមទាំងគ្រួសារទាំងអស់របស់អាយដាមឲ្យបានគូបតែសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមជម្រាបបងតែថាការពីសម័យគេហៅថាពីសង្គមពីដើមគេធ្លាប់តែនិយាយការពីសម័យសង្គមគឺថាកីឡាកររបស់យើងពីសម័យដើមហ្នឹងគឺថាពូកែណាស់គឺគាត់ជារៀមច្បងរបស់ខ្ញុំគឺថាមានឈ្មោះបោះសម្លេងខ្ញុំសូមជម្រាបរៀបរាប់ឈ្មោះដូចតទៅនេះគឺថាមួយឈ្មោះហូសវ៉ាតស្ដេចកែងហ្មងគាត់គឺថាគាត់បកែខាងកែងនៅខេត្តបាត់ដំបងហើយមួយទៀតថ្លាងសឿនស្ដេចកែងបកក្រោយគេហៅកែងសក្លាប់ថ្លាងសឿនខ្លាំងណាស់គាត់ខ្លាំងមែនទែនបាទហើយហាស់ប៉ានហៅតប់ក៏គាត់ខាងកែងទៀតខ្មែរយើងពីដើមបកែរឿងកែងតែម្ដងទោះបីសៀមខ្លាចយើងខ្លាចត្រង់កែងនឹងហ្មងហេងសមនក៏គាត់ខ្លាំងដែរខ្មងពុកហួតហុកគាត់រស់នៅសពថ្ងៃជាសងហៅតុងគាត់ស្លាប់ហើយដល់ម៉ូតូគ្រោះថ្នាក់ចរាចរណ៍គាត់គ្រូចាប់ពីដើមនេះគាត់នៅពីដើមហើយកីឡាករដែលមានឈ្មោះទៀតគឺថាសសេរីសសរិនសសឌីនវៀងយ៉ាងគឺជនជាតិវៀតណាមបាទគាត់នឹងបកកែកាលសម័យហ្នឹងគឺថាវៀងយ៉ាងគឺនេះប្រកួតជាមួយសសឌីននេះគឺសសឌីនគាត់បាក់ជើងមួយកណាត់នៅខេត្តសៀមរាបនៅឆ្នាំ1964បាទខ្ញុំទៅដែរកាលទៅសៀមរាបដែរខ្ញុំប្រកួតជាមួយនឹងជាស័កហើយដែលតទៀតនេះគឺថាឈ្មោះជាសម្អាតដៃគាត់ល្អហើយមើស្ដេចលខោនដែលកូនគាត់នៅរស់សង្ហៃកូនចៅទួតគាត់ហ្នឹងគឺនៅវាយល្អគឺថាឈ្មោះកែវរំចង់គឺថាចៅរបស់ចៅទួតចៅលួតចៅលៀតនឹងមើហ្នឹងឯងគឺថាខ្សែស្រឡាយគាត់ហ្នឹងកែវរំចង់ហ្នឹងបាទខ្សែស្រឡាយគាត់ឈ្មោះហ្នឹងកែវរំចង់គឺចៅរបស់ចៅគាត់ហ្នឹងហើយមិនស្ឌីនហើយហួតខ្មៅបើនៅរាជធានីភ្នំពេញវិញកីឡាករដែលល្អចំណាត់ថ្នាក់ល្អគឺគ្រូចនារីសុករិនអិនសាំហែមសវណ្ណនិងឯកសំអននឹងកីឡាករដែលមានចំណាត់អារម្មណ៍ដែលគូផុតលេខដែលល្អលើគេនៅក្នុងរាជាណាចក្រកម្ពុជាយើងនេះបាទដើម្បីផ្លាស់ប្ដូរបរិយាកាសកម្មវិធីសូមភ្ជាប់ទៅនឹងទស្សនីយភាពក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់កម្ពុជាក្បាច់ក្រុងរាពណ៍សម្ដែងរិទ្ធជាថ្វីដៃរបស់កីឡាករវង្សស៊ីថៃ
បច្ចុប្បន្នលោកទ្រឿងសរសៃជាគ្រូបង្វឹកកីឡាប្រដាល់ក្បាច់បុរាណខ្មែរក្លឹបប្រខ័ណ្ឌរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអនុប្រធានបច្ចេកទេសសហព័ន្ធកីឡាប្រដាល់កម្ពុជានៅក្នុងសេចក្តីថ្លែងរបស់លោកទ្រឿងសរសៃលោកក៏មានមតិបញ្ជាក់ពីអត្ថប្រយោជន៍នៃក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរនេះផងដែរតទៅទៀតគឺថាខ្ញុំបាទសូមជម្រាបផងដែរថាវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណនេះយើងនេះមុននឹងពេលប្រកួតតែងតែមានការរំលឹកគុណគ្រូបើអញ្ចឹងគឺការរំលឹកគុណគ្រូនេះគឺជាកត្តាសំខាន់បំផុតជាចម្បងរបស់ក្បាច់របស់ប្រដាល់របស់ខ្មែរយើងនេះបើអញ្ចឹងក្នុងមុននឹងការថ្វាយគុំគ្រូគឺថាមុនឡើងប្រកួតគឺត្រូវមានការរៀបបាយសីលោកគ្រូរៀបបាយសីឲ្យរៀបឲ្យធ្វើជាសក្ការៈដើម្បីឲ្យសិស្សនឹងគោរពបូជានៅអ្វីដែលដឹងគុណរបស់គ្រូស្ដាប់បាននៅអីបទអាវាតរបស់លោកគ្រូដែលលោកគ្រូបានប្រែផ្ដាំណែនាំអ្វីដែលអ្វីដែលផលត្រឹមត្រូវគឺថាយើងត្រូវតែក្តាប់យកបើដូច្នេះហើយគឺថាការថ្វាយបង្គំគ្រូនេះមិនមែនជាតែថ្វាយលេងទេគឺថាថ្វាយគឺការគូរំលឹកទី1គឺរំលឹកគុណគ្រូគឺរំលឹកគុណគ្រូអបការគុណរបស់គ្រូដែលគ្រូបានណែនាំយើងបង្ហាត់យើងឲ្យចេះដឹងឲ្យចេះគោរពឲ្យចេះប្រើពាក្យត្រឹមត្រូវឲ្យប្រើពាក្យស្លូតបូតហើយជាពិសេសឲ្យចេះថែរក្សានៅតម្លៃវប្បធម៌របស់យើងដែលគាត់ផ្សព្វផ្សាយមកឲ្យយើងថាអ្វីដែលស្នៀតល្អអ្វីដែលជាស្នៀតមួយដែលប្រកែបើចឹងស្នៀតណាដែលជាសំខាន់គាត់តែងមិនដែលលាក់លៀមជាមួយយើងទេបើចឹងយើងត្រូវដឹងគុណគ្រូនេះគឺការរំលឹកគុណគ្រូគឺត្រូវតែយើងគោរពនៅគុណគ្រូនេះគឺយើងគោរពដូចនេះឯងហើយការរំលឹកគុណគ្រូមួយទៀតដែលហៅថាមាននាមជាឈ្មោះនោះគឺឈ្មោះនោះគឺថាមិនមែនជាដាក់ជានាមទេគឺមិនមែនទេដូចជានាគលេងទឹកនេះបើតាមនិយាយទៅក្បាច់នាគលេងទឹកគឺមាននាគលេងទឹកគឺមានគឺថានាគចូលលេងទឹកគឺថាគាត់នាគនឹងចូលក្នុងទឹកក្នុងមហាសាគរគាត់បោកបាច់ក្នុងទន្លេដល់សែនជ្រៅក្នុងសមុទ្រដល់សែនជ្រៅគាត់លេងទឹកគាត់ក៏ទុយគាត់នឹងបក់បេនពេញមិននៅក្នុងទឹកគាត់ជោគបោកបាច់ហើយយើងយកក្បាច់នឹងយកមកបង្រៀនដើម្បីធ្វើជាក្បាច់ថ្វាយគុំគ្រូហៅថាក្បាច់នាគលេងទឹកបាទខ្ញុំសម្រាប់យកតែពាក្យដែលខ្លីៗហើយជាសំខាន់គឺដូចជាផ្នែករៀមកេព្រាមថ្លៃសគឺថាមិនមែនចេះតែធ្វើទេគឺការពិតគឺក្នុងហ្នឹងគឺថាមានអត្តន័យទាំងក្នុងអីរឿងបរមបុរាណរបស់ខ្មែរយើងបើអញ្ចឹងក៏ត្រូវតែលើកយកមកធ្វើតាមនឹងមកព្រះលក្ខពតសេមាក៏អញ្ចឹងដែរហនុមានចងស្វៀនយកនាងសេដាក៏ធ្វើយ៉ាងដូចនោះគឺសិតជារឿងព្រាមកេពីសម័យបុព្វកាលរបស់យើងដែរបើអញ្ចឹងយើងត្រូវតែគោរពហើយយើងត្រូវធ្វើអ្វីដែលមិននាំគ្រូធ្វើឲ្យធ្វើតាមគឺក្បាច់ហ្នឹងក៏ធ្វើរបៀបណាគឺយើងត្រូវធ្វើតាមហើយនឹកគុណដែលគ្រូធ្វើតាមតែនឹកគ្រូចនិចผมដែលថាយើងធ្វើចេះតែធ្វើលេងទៅថាហ្នឹងធ្វើទៅឲ្យតែបានគឺមិនមែនទេគឺធ្វើឲ្យត្រូវគិតអ្វីដែលជាល្អអ្វីមួយដែលជាមិនល្អបើអញ្ចឹងអ្វីដែលជាល្អត្រូវតែខំប្រឹងធ្វើដែលគ្រូបានអាវ៉ាត់ឲ្យយើងថាជាដាក់អាវ៉ាត់ដំបូលមានឲ្យយើងបានល្អហើយយើងត្រូវតែគោរពដំបូលមានរបស់លោកគ្រូបើអញ្ចឹងនេះជាគុណគ្រូបើអញ្ចឹងបានពាក្យថាអ្វីដែលថាមិនបានថារំលឹកគ្រូនេះហើយជាពាក្យថារំលឹកគុណគ្រូនោះគឺអ្វីដែលគ្រូដាក់មកយើងគឺយើងគោរពយើងត្រូវដឹងគុណគ្រូដូចនេះឯងបាទជាទីបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះលោកនាងស៊ីវថាប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ស្ថានីយ៍ទូរទស្សន៍បាយ័នដែលបានខំប្រឹងប្រែងរកកម្មវិធីដ៏ល្អជាអរិយធម៌ខ្មែរពីបរមបុរាណតែងកោះកកាយមកខ្ញុំក៏សូមថ្លែងអំណរគុណដល់លោកយ៉ាងជ្រាលជ្រៅហើយក្នុងកម្មវិធីប្រដាល់របស់លោកក៏មានការរីកចម្រើនយ៉ាងខ្លាំងផុតទាំងអស់គឺថាវិស័យកីឡាប្រដាល់នៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័នយើងនេះគឺថាខ្លាំងមែនទែនគឺថាទស្សនិកជនតែងតែមានការកោតសរសើរគ្រប់មជ្ឈដ្ឋានហើយក៏ក្នុងនេះក៏សូមថ្លែងអំណរគុណដល់អាដាមតែមើលប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលលោកខំពុះពៀគ្រប់ឧបសគ្គទាំងអស់ដើម្បីស្រាវជ្រាវរកអ្វីដែលថាល្អអ្វីដែលជារបស់បុរាណយើងដូចតែគ្រូសម័យពីដើមដែលរៀបរកអ្វីដែលគ្រូសេះសល់គាត់តែងមិនថាក្តៅឬក៏ល្ងាគឺលំបាកយ៉ាងណាទេគឺគាត់ប្រឹងប្រែងទាំងអស់គឺគាត់ប្រឹងប្រែងណាអាដាមតែមើលគឺគាត់ប្រឹងប្រែងគាត់យកយល់ដល់កូនចៅគឺថាអ្នកដែលនៅគ្រប់គ្រងក្រោមអាវ៉ាត់របស់គាត់តែងស្រឡាញ់គាត់គ្រប់គ្នាបើអញ្ចឹងក៏សូមថ្លែងអំណរគុណដល់អាដាមឲ្យបានជួបភពស្រាប់
តែនឹងសេចក្តីសុខគ្រប់ប្រការជុំគ្រួសារបាទសូមអរគុណ សូមអញ្ជើញទស្សនាកំសាន្តក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរចុងក្រោយបង្អស់សម្រាប់សប្តាហ៍នេះ ដោយសូមបង្ហាញជូននៅសមត្ថភាពរបស់កីឡាករអែមវុធានៅក្នុងក្បាច់ព្រះរាមថ្លែងសរ ខណៈនេះកម្មវិធីស្នាមញញឹមនៃវប្បធម៌ខ្មែរក្រោមប្រធានបទក្បាច់ថ្វាយបង្គំគ្រូប្រដាល់ក្បាច់បុរាណខ្មែរក៏ឈានចូលមកដល់នាទីបញ្ចប់ ខាងក្រៅក៏សូមអរគុណយ៉ាងជ្រាលជ្រៅជាមួយនឹងប្រិយមិត្តទស្សនិកជនទាំងអស់ដែលបានតាមដានកម្មវិធីស្នាមញញឹមនៃវប្បធម៌ខ្មែរយ៉ាងយកចិត្តទុកដាក់ហើយក៏សូមអរគុណជាមួយនឹងហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Slim ដែលមានទីតាំងនៅស្ថិតនៅខាងត្បូងវិមានឯករាជ្យដែលបានផាត់មុខធ្វើស័ក្តិអរគុណដល់សម្អាការចន្ទថាសុខសួស្តីដែលបានផ្ដល់ជាសម្ភារៈពាក់បែបបុរាណខ្មែរជូនដល់យើងខ្ញុំទាំងពីរនាក់ដែលលោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយនឹងសម្អាការចន្ទថាសុខសួស្តីបានតាមរយៈលេខទូរស័ព្ទ 012 97 07 និង 09 អរគុណសម្រាប់លោកអ្នកជាថ្មីម្ដងទៀតខណៈនេះយើងខ្ញុំទាំងអស់គ្នាសូមលំអរកាយជម្រាបលា